ឥឡូវមានពាក្យល្បីថ្មីមួយទៀតគឺរដ្ឋមន្ត្រីលីហាលបាទយើងធ្វើក្រែងលៀសរាប់តោនយកមកដាក់ដើម្បីទទួលភ្ញៀវអីចឹងទៅហើយលោករដ្ឋមន្ត្រីក្រសួងទេសចរហួតហាក់ហ្នឹងក៏ថាជាសមិទ្ធិដ៏អស្ចារ្យរបស់កម្ពុជាបង្ហាញអំពីការអភិវឌ្ឍការអីចឹងខ្ញុំក៏កោតសរសើរដែរដែលរដ្ឋាភិបាលកម្ពុជានៅតែអាចរៀបចំសង្គ្រាមសង្គមឬក៏បុណ្យចូលឆ្នាំខ្មែរយើងនៅខ្មែរហ្នឹងក៏ក្រែងឲ្យប្រជាពលរដ្ឋនឹងអាចសប្បាយក្អាកក្អាយក្នុងពេលដែលយើងកំពុងបាត់ដីទៅថៃអីហ្នឹងគឺថាឃើញប្រជាពលរដ្ឋភ្លេចប្រជាពលរដ្ឋយើងខ្មែរយើងឆាប់ឈឺឆាប់ភ្លេចណានេះគឺជាចំណុចខ្សោយមួយធំបំផុតរបស់ជាតិសាសន៍នេះគឺឆាប់ឈឺឆាប់ភ្លេចគេវាយយើងទុកសាច់គេឲ្យប្រេងកាឡាមកខ្លងគឺបានន័យថាគេអ្នកមានគុណមកពេចអាហ្នឹងហើយដែលធ្វើឲ្យយើងពិបាកបងប្អូនវាជាចេតនាវាអាចជាន័យល្អដែរមិនគុំគួនមិនចងពៀចងអាឃាតប៉ុន្តែអាការឆាប់ឈឺឆាប់ភ្លេចហើយត្រូវគេចឹងគេពពុះបានណាបងប្អូនគឺគេកែគូក្បាលយើងគឺលៀងគូក្បាលយើងពពុះយើងឲ្យឆាប់ជឿទៅលើអ្វីមួយរំពេចនឹងភ្លេចការឈឺឆាប់ការអីឥឡូវដោយសារតែរឿងបនចូលឆ្នាំដែលក៏ក្រែងបាញ់ទឹកប៉ាតម្សៅលីហាលអីហ្នឹងមានរដ្ឋមន្ត្រីលីហាលអីហ្នឹងរឿងព្រំដែននៅមួយឡែកប្រជាពលរដ្ឋចាប់ផ្ដើមសប្បាយមកទំហឹងអីចឹងទៅប៉ុន្តែបងប្អូនចប់ការបនចូលឆ្នាំនេះហើយទៅគឺបងប្អូនត្រូវសម្រួមត្រូវតែសម្រុកដួងចិត្តទាំងអស់គ្នាជំរុញឲ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងទៅតុលាការព្រំដែនអន្តរជាតិនិងយុតិធធអន្តរជាតិឬក៏ប្តឹងទៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងឲ្យខានតែបានហើយបើសិនជាយើងត្រូវតែសម្រុកអ្វីដែលធ្វើក្នុងនេះគឺធ្វើអត់មានសង្គ្រាមទេកុំលើកទឹកចិត្តឲ្យសង្គ្រាមបាញ់មកឆ្លៃថៃទេមិនបាច់ឆ្ងល់ទេមិនបាច់ទៅលោកហ៊ុនសែនមកលៀបពណ៌អីគណៈបព្វឆាំងណាទេខ្ញុំជឿថាបើវាយជាមួយថៃមិនឆ្នះគេទេទៅស្លាប់ខ្លួនហើយអត់មានឆ្នះគេទេហើយខ្ញុំក៏មិនមើលងាយទាហានយើងដែរយើងធ្វើដូច្នេះយើងមិនឆ្នះគេទេយកទាហានយើងទៅស្លាប់ចោលហើយសំខាន់គឺយើងត្រូវពង្រឹងឲ្យមានឯកភាពជាតិគ្នាហើយពង្រឹងវិស័យយោធាវិស័យអីទៅហើយប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិកុំថាយូរប៉ុណ្ណា100ឆ្នាំទៀតក៏ដោយក៏ត្រូវតែដាក់ប្តឹងឲ្យខាងតែបានឲ្យថាដំណើរការក្តីនឹងអីក៏ដោយសំខាន់គឺឲ្យតែមាននៅតុលាការនឹងសិនហើយអាចចរចានេះក៏ចរចាទៅអត់មានណាខ្វាត់ទេ JBC ជាអីសិនចរចាទៅប៉ុន្តែដាក់ប្តឹងគេផងហើយពេលចរចាហ្នឹងសូមប្រយ័ត្នមាត់កផងបើយើងចង់ឲ្យត្រូវគ្នាប្តីប្រពន្ធកុំរកភ្លើងបដិបច្ចេកទៀតគឺយើងត្រូវរកពេលស្អំគ្នាទៅបើឈប់ទៅអានយោបាយស្អីភាសាវោហាសាស្ត្រផលិតផលបេក្ខការកោលទោសបិទព្រំដែននេះបានហើយប៉ុណ្ណឹងបានហើយថៃគេអត់បើកទេយើងក៏អត់បើកដែរបានហើយខ្លាំងដូចគ្នាប៉ុន្តែនៅតែខ្លាំងនៅនឹងមួយជីវិតទៅចរចាមិនបើយើងនៅខ្លាំងចឹងយើងនៅបេក្ខការគ្នាទៅវិញទៅមកឆ្លោះគ្នាចឹងរហូតឲ្យសង្ឃឹមអីគេឥឡូវសង្ឃឹមអីបើយើងអត់មានទៅខិតចិត្តគ្នាបន្តិចសោះហ្នឹងឲ្យប្រជាពលរដ្ឋសង្ឃឹមតែយើងបិទផ្លូវហ្នឹងឲ្យប្រជាពលរដ្ឋឆ្លងស្ពានតែយើងរើស្ពានចោលបាទបងប្អូនរឿងព្រំដែនណាសូមបីតែ1មីលីម៉ែត្រមិនមែនជារឿងប៉ាន់កូនដៃទេគឺជារឿងប៉ប៉ិនភ្នំព្រះសម័យសូមបីតែ1មីលីម៉ែត្រហើយសូមឲ្យថ្នាក់ដឹកនាំទាំងអស់គិតសង្រួមដូចគ្នាថារឿងព្រំដែនគឺជារឿងអាយុជីវិតរបស់ជាតិនិន្នាការនយោបាយណាក៏ដោយគឺយើងគិតធ្វើយ៉ាងម៉េចឲ្យបានដីទាំងអស់នេះពីថៃមកវិញសូមបីតែ1មីលីម៉ែត្រហើយដល់រាប់ណាមួនរ៉េតនៅមានដង្ហើមដកទេខ្ញុំនឹងនៅតស៊ូមតិឲ្យដឹងទៅតុលាការយុត្តិធម៌អន្តរជាតិតុលាការព្រំដែនអន្តរជាតិឬក៏យន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងរហូតដល់ដាច់ចោលបាទពួកខ្ញុំចង់បានដីមកវិញតាមរយៈជាក់ស្ដែងមិនមែនតាមរយៈនយោបាយប្រជាពិធបោកប្រាស់អីទាំងអស់បាទសូមអរគុណបងប្អូនខ្ញុំសូមជម្រាបលាត្រឹមប៉ុណ្ណេះជួបគ្នានៅរាត្រីស្អែកទៀតតាមពេលវេលាម៉ោងដដែលបាទសូមជម្រាបលារាត្រីសួស្ដីបងប្អូននៅប្រទេសកម្ពុជាអរុនសួស្ដីបងប្អូននៅទីក្រុងភ្នំពេញ